មូលហេតុដែលទឹកសមុទ្រមានរលកគឺដោយសារកម្លាំងនានាដែលប៉ះពាល់ទៅលើផ្ទៃទឹកមូលហេតុចម្បងសំខាន់ៗ3គឺ1ខ្យល់ខ្យល់គឺជាមូលហេតុសំខាន់បំផុតនៅពេលខ្យល់បក់លើផ្ទៃទឹកវាបង្កើតការខូចសម្ពាធនិងអូរទឹកអាក្លាទីចំណុចកើតឡើងតូចៗជាលើកដំបូងហៅថា ripples បន្ទាប់មកคล้ายជារលកធំៗរលកធំឬតូចពឹងផ្អែកលើភាពខ្លាំងនៃខ្យល់រយៈពេលដែលខ្យល់បក់និងចម្ងាយផ្ទៃសមុទ្រដែលខ្យល់អាចបក់2ការទាក់ទាញដោយព្រះច័ន្ទនិងព្រះអាទិត្យកម្លាំងទំនាញរបស់ព្រះច័ន្ទនិងព្រះអាទិត្យបណ្ដាលឲ្យទឹកសមុទ្រឡើងចុះបើទោះជារលកសមុទ្រទូទៅកើតពីខ្យល់តែអំពើទំនាញនេះធ្វើឲ្យមានរលកធំៗយឺតៗឬរលកទំនាញ3សកម្មភាពនៅក្រោមសមុទ្រដូចជាភ្នំភ្លើងសមុទ្ររញ្ជួយដីផ្លាស់ទីផ្ទៃដីក្រោមសមុទ្រវាអាចបង្កើតស៊ូណាមីដែលជារលកធំខ្លាំងណាស់ឆ្លងចម្ងាយ100គីឡូម៉ែត្រសង្ខេបឲ្យខ្លីមកខ្យល់បង្កើតរលកទូទៅទំនាញព្រះច័ន្ទនិងព្រះអាទិត្យបង្កើតរលកឡើងចុះរញ្ជួយដីឬភ្នំភ្លើងសមុទ្របង្កើតស៊ូណាមី